ต่อต่อโอเคcho xì ăn bà chia បាទសួស្តីខ្ញុំឈ្មោះខេមរាថ្ងៃនេះខ្ញុំធ្វើ5គីឡូរយៈពេល20នាទីដោយបែក PB ចាក់ខ្ញុំចូលរួមរត់បានរយៈពេលបើនិយាយទៅចិត្ត1ឆ្នាំដែរហើយសម្រាប់កតាដែលជំរុញឲ្យខ្ញុំចូលរួមជាមួយនឹងការរត់នេះដោយសារកាលពីមុនខ្ញុំមានគីឡូដល់ទៅ73គីឡូកាលពីឆ្នាំ2024អញ្ចឹងខ្ញុំចាប់ផ្ដើមសម្រក់គីឡូអញ្ចឹងនៅពេលដែលខ្ញុំចាប់ផ្ដើមសម្រក់គីឡូមកដល់នេះខែ12វិញគឺខ្ញុំស្រក់បាន10គីឡូហើយតាក់ទងជាមួយនឹងការរត់នេះដែលខ្ញុំចាប់យកការរត់នេះទី1វាធ្វើឲ្យសុខភាពរបស់ខ្ញុំកាន់តែល្អទី2ខ្ញុំទទួលបានបទពិសោធន៍ជំនាញខ្លួនជាមួយបងក៏ដូចជាក្រុមរត់ដទៃទៀតដែលគាត់មានបទពិសោធន៍ទី3វាធ្វើឲ្យខ្ញុំសប្បាយចិត្តហើយ relax ជាមួយនឹងបរិយាកាសជុំវិញខ្លួនអ្វីដែលសំខាន់ជាងគេនេះគឺថ្ងៃនេះបានចូលរួមជាមួយនឹងកម្មវិធី Runway នៅលើផ្លូវរបស់ពលានយន្តហោះចាស់នេះមានអារម្មណ៍ថាប្លែកខុសពីធម្មតាដោយសារអីទីលានក៏ដូចជាកន្លែងដែលយើងប្រកួតហ្នឹងគឺសាលាធំទលាយហើយបរិយាកាសល្អខ្យល់ក៏ល្អដែរហើយបញ្ជាក់ផងដែរគឺខ្ញុំមកពីក្រុមរត់សបាយគឺខ្ញុំចូលប្រខាត់បានរយៈពេល4ខែហើយសម្រាប់នៅក្នុងក្រុមបាទបងខ្ញុំអរគុណច្រើនបងហើយអាកាសចរហើយពីខ្ញុំទៅចង់5ផ្ញើទៅបងក៏ដូចជាបងប្អូនអ្នកដែលគាត់មិនទាន់បានចាប់ផ្ដើមរត់ទេបើអាចទេយើងគួរតែចាប់ផ្ដើមទៅពួកអីវាទី1អាចធ្វើឲ្យសុខភាពយើងល្អទី2ធ្វើឲ្យយើងបាត់ stress ហើយទី3គឺយើងមានស្គាល់ជាមួយនឹងបងជាច្រើនដែលគាត់មានបទពិសោធន៍ជាមួយនឹងការរត់ប្រខាត់បើអាចទេយើងគួរតែមាន group training ជាមួយបងដែលមានបទពិសោធន៍ពួកអីវាអាចធ្វើឲ្យយើងឈឺសាច់ដុំឬមួយក៏ឈឺជើងនៅពេលដែលយើងចាប់ផ្ដើមលេងកីឡារត់មួយយើងគិតថាពេលខ្លះវាងាយស្រួលក៏ប៉ុន្តែវាក៏មានផលវិបាកដែរបើសិនយើងមិនតាំងចិត្តឬមួយក៏យើងមិនមានការ commitment ខិតខំប្រឹងប្រែងនៅពេលដែលយើងខំប្រខាត់ឬមួយក៏យើងខិតខំដើម្បីគោលដៅរបស់យើងដើម្បីសុខភាពរបស់យើងល្អបងប្អូនកីឡាករកីឡា60ឆ្នាំសួស្តីខ្ញុំថៃមិនមកពីក្រុមរត់ខ្មែររ៉ាន់បាទថ្ងៃនេះខ្ញុំពិតជាសប្បាយចិត្តមែនទែនដែលបានចូលរួមកម្មវិធីរត់នៅពលានយន្តហោះចាស់របស់យើងនេះបាទសប្បាយមែនទែន enjoy environment enjoy people ស្អាតមែនទែនល្អមែនទែនបាទក៏សូមអរគុណខ្ញុំជាអ្នកចូលចិត្តរត់ម្នាក់ហើយអ្នកចូលចិត្តកីឡារត់មួយរូបដែរហើយខ្ញុំចាប់ផ្ដើមការរត់នេះជាង1ឆ្នាំជិត2ឆ្នាំហើយតាំងពីនៅស្រុកខ្មែរគេមានពីដើមមកយើងលើពាក្យថាពាក់កណ្ដាលមកដង full មកដងអញ្ចឹងណាដល់យើងចាប់ផ្ដើមឆ្នាំ2024ពាក់កណ្ដាលឆ្នាំហ្នឹងខ្ញុំមានអារម្មណ៍ថាការរត់រីកចម្រើនច្រើនដែរហើយតាំងពីខ្ញុំរត់តិចរត់អាចរត់បានលឿនជាងមុនហើយជាពិសេសយើង challenge ខ្លួនឯងទៅលើផេះណាបាទហើយចំពោះអត្ថប្រយោជន៍នៃការរត់នេះគឺចំណេញច្រើនមែនទែនកាយសម្ភារយើងល្អជាងមុនយើងចង់និយាយថាវាមិនស្គមពេកមិនថត់ពេកបើថាយើងអាច keep balance ខ្លួនឯងបានអ្វីដែលរីកចម្រើនមួយទៀតគឺយើងមានមិត្តភាពស្វែងយល់ដឹងច្រើនអំពីកីឡាដោយសារខ្ញុំឆ្លាញ់មេដាយខ្ញុំចិត្តរត់កម្មវិធីច្រើនប្រមូលបានមេដាយច្រើនដែរទុកគាត់មួយជាឧស្សាហ៍រីហើយចំពោះការរត់ថ្ងៃនេះខ្ញុំយល់ថាវាល្អមែនទែនទី1បទថ្មីសម្រាប់ផ្លូវបលិនយន្តហោះនឹងស្រាប់អីបលិនវាល្អសម្រាប់យន្តហោះដល់ពេលខ្ញុំមករត់ដូចចង់ហោះតាមយន្តហោះដែរផ្លូវវាល្អពេកវារលូនពេកបាទវានិយាយសម្រាប់អ្នករត់ឃើញផ្លូវនេះគឺឆ្ងាញ់ហ្មងមករំភើបហ្មងអ្នកដែលរត់កាលពីមុនក៏មកថាឥឡូវ5គីឡូ35នាទីគាត់អាចតម្លាក់បានល្អជាងហ្នឹងដោយអ្នកសម្ភារខ្ញុំជាដើមគាត់ខ្លាំងមែនទែនគាត់5គីឡូគាត់រត់បាន20នាទី21ខ្លាំងហើយខ្ញុំក៏សារហ្មងយ៉ាងណាអរគុណមែនទែនសម្រាប់ពលានយន្តហោះចាស់យើងដែលគាត់បង្កើតកម្មវិធីនេះឡើងដើម្បីឲ្យជាភាពតាក់ទាញមួយដើម្បីឲ្យប្រជាជនបានដឹងថាអូទិដ្ឋភាពនៅទីនេះវាធំដែរវាទលាយដែរហើយអ្នករត់ក៏ច្រើនទៀតហ្នឹងទោះឲ្យជើងខ្លាំងក៏មកច្រើនដែរកីឡារត់នេះចាប់ផ្ដើមដំបូងខ្ញុំរៀងពិបាកដែរនិយាយតាមត្រង់ទៅយើងអត់ទាន់ចេះ control ចង្វាក់បេះដូងអត់ទាន់ចេះ control ជើងយើងនឹងលបឿនឲ្យសមជាមួយនឹងស្មើអត់ចេះប្រើនាឡិកានេះប្រើនាឡិកាលក្ខណៈធម្មតាណាតែពេលយូរមិនដឹងមានមិត្តភ័ក្ដិច្រើនគេចែកម្លេងនេះថាអូខេរត់លបឿនប៉ុណ្ណឹងថេទៅហើយរត់លើក្រោយប៉ុណ្ណេះគីឡូប៉ុណ្ណេះលោបកានលបឿនអញ្ចឹងណាខ្ញុំចង់ប្រាំថាបងប្អូនទាំងអស់ក្នុងចំនួនក្រោយឬក៏អ្នកថ្មីទាំងអស់ដែលគាត់ចង់រត់នៅក្នុងវិស័យកីឡារត់នេះចូលរួមចុះហើយខ្ញុំលើកទឹកចិត្តឲ្យចូលរួមព្រោះរត់នេះល្អមែនទែនសម្រាប់សុខភាពយើងល្អច្រើនហើយយើងដូចនៅក្នុងកម្មវិធីផ្សេងអាគារអាសាផ្សាយតាមកាសែតអញ្ចឹងណាការរត់នៅពេលដែលយើងរត់ចលឹងបានមែនទែនយើងអាចរត់លក្ខណៈអន្តរជាតិទៀតហើយរត់វាមានច្រើនវាមានលក្ខណៈ fun run វាមានម៉ារ៉ាតុងវាមាន trail វាមាន ultra trail ជាដើមអញ្ចឹងចាប់ផ្ដើមទៅកីឡាអីក៏បានដែរដើម្បីសុខភាពរបស់យើងល្អប្រជាជនយើងរបស់យើងក៏មានចំណេះដឹងទៅលើកីឡាក៏មានន័យថាប្រជាជនយើងព្រោះការរត់ធ្វើឲ្យស្មារតីយើងល្អគិតលឿន
ឆ្លាតជាងមុនដែរ ចំពោះការរត់វាធម្មតាវានឹងជួបឧបសគ្គហើយហត់ឈឺជើងឈឺក្បាលពោះឈឺអីយ៉ាងដែរណាឈឺកភ្លើយ៉ាងដែរប៉ុន្តែនោះមិនមែនជាឧបសគ្គទេព្រោះដោយសារដូចភាសាក្នុងជីមគេថា no pain no gain ណាអាឈឺហ្នឹងហើយបានន័យថាវាចាប់ផ្ដើមវិវត្តវាចាប់ផ្ដើមប៉ះកន្លែងនេះប៉ះកន្លែងនេះអញ្ចឹងដល់ពេលយើងរត់កាន់តែយូរទៅអាហ្នឹងវាកាត់បន្ថយហើយយើងរកមានន័យថាដូចជាផលិតផលមួយចំនួនជួយទៅឬក៏យើងអាចជួយគេឲ្យថាទៅសម្រួលរៀបមិនព្រោះអ្នកខ្លះគាត់ចាប់រត់ភ្លេច warm up ព្រោះ warm up ក៏សំខាន់មួយដែរ warm up វាដាស់តឿនកាយសម្បទាយើងឲ្យភ្ញាក់ដើម្បីយើងមុនចាប់ដើមរត់អាហ្នឹងកុំបោះបង់បន្តទៅមុខទៀត ជំរាបសួរបងខ្ញុំឈ្មោះស៊ីណាដារ៉ូហើយថ្ងៃនេះខ្ញុំរត់តំណាងឲ្យក្រុមពីរសំខាន់គឺទី1ក្រុម Moon Runner ទី2គឺក្រុម Zero Runner ហើយក្រុមពួកយើងគឺតបតែចាប់ផ្ដើមបង្កើតថ្មីក្នុងគោលបំណងគឺការជួបជុំគ្នាដើម្បីមិត្តភាពនិងសុខភាពទាំងអស់គ្នាខ្ញុំចាប់ផ្ដើមនៃការរត់នេះគឺតាំងពីខ្ញុំនៅឯអនុវិទ្យាល័យនិងជីវវិទ្យាល័យប៉ុន្តែគាត់ថាការរត់នេះគឺយើងរត់បែបសំសានកំសាន្តទេបងបាទតែគ្រាន់តែឃើញថាក្តីសម័យមួយតាំងពីក្មេងមកគឺចង់បានពានរង្វាន់ ចឹងទៅក៏ព្យាយាមប្រឹងប្រែងហាត់ទាំងពេលនឹងមកតែអ្វីដែលសំខាន់គឺមុនទទួលបានលទ្ធផលនេះគឺឧបសគ្គច្រើនណាស់ពេលវេលាអត់មានហាត់ទេប៉ុន្តែធ្វើមកឆ្លៀតដោយសារតែក្តីសម័យយើងអត់ទាន់មកបំពេញចឹងទៅឥឡូវខ្ញុំអាចធ្វើបានចឹងមិនសប្បាយចិត្តហើយក៏ខ្ញុំលើកទឹកចិត្តទៅដល់យុវជនគ្រប់រូបឆ្លៀតមកលេងកីឡាចំណាយពេលម្ដងបន្តិចហើយដូចខ្ញុំបានជម្រាបពេលមុនខ្លះអញ្ចឹងពេលខ្លះរឿងបកការចិត្តទ្រលាប់មួយដែលទ្រលាប់ល្អប្រចាំជីវិតខ្លួនឯង ចឹងតើធ្វើវាព្រោះថាការលេងកីឡាចាប់ពីក្មេងទៅវាធ្វើយើងមានសុខភាពល្អរងមាំហើយវាធ្វើកាត់បន្ថយការ stress របស់យើងទៀតនៅពេលដែលយើងបន្ទាប់ពីសិក្សាមកយើងមានអារម្មណ៍ថាគាត់ច្រើនជាង stress មកហាត់លេងកីឡាហើយមិនត្រឹមបានសុខភាពហើយយើងជួបជុំបុគ្គលដតីអ្នកដតីដែលយើងអត់ទាន់ស្គាល់គ្នាហើយបង្កើតតំណែងល្អជាមួយពួកគេទៀតចឹងខ្ញុំរីកខមមិនឲ្យមិត្តភក្តិទាំងអស់គ្នាចូលរួមលេងកីឡាទាំងអស់គ្នាបាទអរគុណច្រើន សុស្ដីបាទសុស្ដីខ្ញុំហេងឡុងបាទមកក្រុម Zero បាទមកពីក្រុម Zero មានចំណាប់អារម្មណ៍គឺចាប់អារម្មណ៍ខ្លាំងហ្មងនៅលើផ្លូវរត់របស់យន្តហោះថ្ងៃនេះខ្ញុំបានមករត់នៅលើផ្លូវរត់របស់យន្តហោះលើកទី1ហើយលឿនហោះដូចយន្តហោះចឹងហើយក៏ចង់ឲ្យជើងហ្នឹងវាលឿនដូចយន្តហោះចឹងដែរ បាទសង្ឃឹមថាបងប្អូនយើងនឹងបានចូលរួមនៅវគ្គក្រោយទៀតដោយសារផ្លូវយន្តហោះនេះគឺល្អមែនទែនសម្រាប់ដែលយើងរត់គឺបេះមែនទែនហ្មងស្មើខ្ស៊ូសុតធំទូលបអត់អត់ទេបាទអត់ទេបាទគឺល្អមែនទែនបាទសំណូមពរបងប្អូនចូលរួមឲ្យបានច្រើនកកនៅវគ្គក្រោយទៀត ចំពោះបងប្អូនដែលអត់ទាន់បានរត់ក៏ខំព្យាយាមហ្វឹកហាត់ណាដើម្បីលើកស្ទួយជីវភាពគ្រួសារផងនៅពេលដែលសុខភាពយើងល្អជីវភាពគ្រួសារយើងក៏មិនជាពិបាកដែរដោយសារយើងមិនបាច់ចាំចំណាយទៅលើថវិកាទៅលើការព្យាបាលទៅអភិវឌ្ឍទៅលើសុខភាពយើងមានសុខភាពស្រាប់ហើយគឺល្អមែនទែនហើយបាទ ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំឈ្មោះភារារាល់ថ្ងៃគឺជាកីឡាករជំនឿជាតិរត់42គីឡូនៅថ្ងៃខាងមុខនេះខ្ញុំនឹងត្រៀមខ្លួននៅចូលរួមនៅ SEA Games 42គីឡូបាទហើយថ្ងៃនេះមានអារម្មណ៍ថាសប្បាយចិត្តរីករាយដែលបានចូលរួមរត់ចំនួន5គីឡូម៉ែត្រនៅទីធ្លានៅកន្លែងពលានយន្តហោះចាស់បាទហើយឃើញថាអារម្មណ៍ប្លែកខ្លាំងមែនតើ ឃើញថាផ្លូវពលានយន្តហោះហ្នឹងគឺលើកទី1ដែលខ្ញុំបានចូលមករត់ហ្នឹងហើយក៏កម្មវិធីក៏លើកទី1ដូចគ្នាដែរអញ្ចឹងបងប្អូនជាពលរដ្ឋដែលបានចុះឈ្មោះចូលរួមហ្នឹងគឺគាត់ផ្លែកអារម្មណ៍ទាំងអស់គ្នាហ្នឹងហ្មងបាទបាទហ្នឹងគឺបានលេខ1បាទលេខ1គឺមានចំណាក់អារម្មណ៍ថាសប្បាយចិត្តដូចគ្នាសប្បាយចិត្តដូចគ្នាហើយក៏បានជួបអៃដលហើយបានកាន់ទង់ជាតិកម្ពុជាយើងអូអេមកឃើញថាទង់ជាតិគឺបក់ល្វិចមានចំណាប់អារម្មណ៍ដែរនឹងសង្ឃឹមថាថ្ងៃអនាគតទៅគឺខ្លាំងដូចគាត់អញ្ចឹងហើយឥឡូវហ្នឹងយើងមិនទាន់ខ្លាំងទេឲ្យគាត់ខ្លាំងសិនឥឡូវគាត់បានជ័យលាភីលេខ1ហើយសង្ឃឹមថាបន្តិចទៀតគាត់នាំយើងទៅញ៉ាំបាយអាយ៉ាអរគុណច្រើន សំណាក់កីឡាករនេះទាំងអស់គ្នាបានត្រៀមខ្លួនហើយណា